បាទសួស្តីថ្ងៃនេះខ្ញុំសូមចែកម្លែកពីអំណួតនិងគេហៅថា excuse pride and excuse មូលហេតុអីបានជាខ្ញុំលើកការងារនឹងមកនិយាយហើយវាពាក់ព័ន្ធទៅនឹងអឺការងារប្រចាំថ្ងៃក៏ដូចជាជីវិតរស់នៅមនុស្សជាទូទៅអឺពេលដែលមានអ្វីកើតឡើងចំពោះខ្លួនឯងចូលចិត្តបន្ទោសស្ថានភាពចូលចិត្តបន្ទោសកលៈទេសៈចូលចិត្តបន្ទោសទៅលើមនុស្សនៅជុំវិញខ្លួនដោយមិនបានក្រឡេកមើលទៅពីខ្លួនឯងទេតើហេតុការណ៍នេះកើតមកពីអីកើតមកពីគេហៅថាទំនួលខុសត្រូវមនុស្សបើមានទំនួលខុសត្រូវដែលយើងឲ្យពាក្យថា responsibility មកពាក្យថា responsibility and accountability ហ្នឹងនៃវាជ្រាលជ្រៅជាងគ្នាតទៅទៀតបើយើង analyze ទៅវាកាន់តែវែងឆ្ងាយតែខ្ញុំសូមនិយាយតែន័យមួយគឺថាអំនួត pride and excuse មនុស្សមួយចំនួនធំពេលដែលមានបញ្ហាកើតឡើងដូចខ្ញុំលើកខាងដើមហ្នឹងគាត់អត់បានទទួលស្គាល់ថាគាត់ខ្វះខាតអីគាត់នៅស្ទើរអីគាត់អត់បានពិនិត្យបច្ច័យទៅលើខ្លួនគាត់ទេគាត់អត់បានអង្កេតអត់បានវិភាគទៅលើខ្លួនគាត់ទេដល់ហេតុអីបានតែខ្ញុំនិយាយពាក្យហ្នឹងមូលហេតុអីបានជាមនុស្សនឹងបែបហ្នឹងដោយសារអីដោយសារអំនួតដែលធ្វើឲ្យមនុស្សនឹងអត់បានវិភាគទៅលើចំណុចខ្វះខាតរបស់ខ្លួនអត់បានពិនិត្យបច្ច័យទៅលើចំណុចខ្សោយរបស់ខ្លួនដោយឡែកនៅពេលដែលមានបញ្ហាឬក៏លទ្ធផលអ្វីមួយដែលទទួលបានមិនដូចការរំពឹងទុករបស់គាត់ទុយទៅវិញបន្ទោសទៅលើស្ថានភាពឬក៏មនុស្សនៅជុំវិញខ្លួនឬក៏កលៈទេសៈដែលវាស្ដែងឲ្យចេញឲ្យឃើញថាគាត់មិនបានមានទំនួលខុសត្រូវពេញលេញទៅលើអ្វីដែលគាត់ធ្វើទៅលើទូនាទីដែលគាត់ធ្វើទៅលើកិច្ចការដែលគាត់ធ្វើតែដោយឡែកគាត់ចោទប្រកាន់គាត់លើកហេតុផលគាត់លើកពីកលៈទេសៈគាត់លើកពីស្ថានភាពគ្រប់យ៉ាងចោទប្រកាន់ទៅលើអឺកិច្ចការទាំងនោះនិយាយជារួមគឺចោទប្រកាន់ទៅលើស្ថានភាពនិងមនុស្សនៅជុំវិញខ្លួននិងពេលវេលាឬក៏កលៈទេសៈហ្នឹងដែលគាត់មិនដែលបាន questioning ទៅលើខ្លួនគាត់ថាមូលហេតុអីបានជាគាត់បែបហ្នឹងមូលហេតុអីបានជាគាត់ទទួលលទ្ធផលបែបហ្នឹងមូលហេតុអីបានជាគាត់ជួបបញ្ហាហ្នឹងចឹងហើយបាន Marshall Goldsmith គាត់ left six question behind សម្រាប់មនុស្សទូទៅក្នុងការយល់ដឹងណានៅពេលដែលយើងធ្វើកិច្ចការអ្វីមួយត្រូវសួរសំណួរខ្លួនឯងឲ្យបានច្រើនសំណួរខ្លួនសួរខ្លួនឯងនៅសំណួរទាំង6ហ្នឹងដែល Marshall Goldsmith បានបន្សល់ទុកឲ្យមនុស្សទូទៅដែល Marshall Goldsmith គាត់ជាបិតា coach គាត់បានបង្រៀនទៅលើមនុស្សជាច្រើនជាពិសេស CEO ដែលល្បីនៅលើពិភពលោកហ្នឹងភាគច្រើនគឺជាសិស្សរបស់ Marshall Goldsmith ហ្នឹងអញ្ចឹងអ្វីដែលខ្ញុំចង់ផ្ដាំនៅទីនេះយ៉ាង shortly ខ្ញុំចង់ផ្ដាំថានៅពេលដែលយើងធ្វើអ្វីមួយនៅពេលដែលមានបញ្ហាអ្វីមួយកើតឡើងចំពោះខ្លួនយើងណាយើងកុំបន្ទោសស្ថានភាពយើងកុំបន្ទោសមនុស្សនៅជុំវិញខ្លួនយើងកុំបន្ទោសពេលវេលាកុំបន្ទោសអ្វីទាំងអស់ដែលធ្វើឲ្យយើងคล้ายជាជនរងគ្រោះហ្នឹងគឺគេហៅថាមនុស្សដែលពោពេញទៅដោយការដោះសារហេតុផលនៅក្នុងខ្លួនមនុស្សដែលមានហេតុផលក្នុងការដោះសារក្នុងខ្លួនហ្នឹងណាដែលគេចាត់ថ្នាក់ជាមនុស្សដែលអត់មានទំនួលខុសត្រូវតែដោយឡែកមនុស្សដែលមានទំនួលខុសត្រូវគេអត់អាចចោទទៅលើស្ថានភាពពេលវេលាឬក៏ប្រធានស័កណាមួយទេមែនពេលប្រធានស័កណាមួយកើតឡើងគឺយើងមិនអាចគ្រប់គ្រងបានទេអ្នកណាក៏អត់ជៀសផុតដែរប៉ុន្តែមនុស្សដែលមានទំនួលខុសត្រូវគឺគេប្រឹងរកដំណោះស្រាយឆ្លើយតបនៅពេលដែលមានបញ្ហាហ្នឹងកើតឡើងហ្នឹងព្រោះបញ្ហាកើតឡើងវាមកជាឱកាសសម្រាប់មនុស្សក្នុងការគិតរកវិធីផ្សេងដើម្បីឆ្លងឲ្យផុតអញ្ចឹងក្នុងនាមជា
បុគ្គលិកឬក៏អ្នកកាន់ការងារមួយកុំឈរនៅផ្នែក victim យើងត្រូវតែជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ដែលមានទំនួលខុសត្រូវនៅលើអ្វីដែលខ្លួនឯងធ្វើដែលមានទំនួលខុសត្រូវទៅលើលទ្ធផលដែលទទួលដែលមានទំនួលខុសត្រូវទៅលើកិច្ចការមិនថាសម្ពាធឬក៏ multiple task កើតឡើងយ៉ាងណាក៏ដោយតែយើងនឹង time management set priority ហើយធ្វើវាដោយមានការរៀបចំឲ្យបានច្បាស់លាស់អញ្ចឹង Marshall Goldsmith គាត់ផ្ដាំបើយើងយកមករៀនតាមគាត់គឺយើងអាចធ្វើចិត្តធ្វើកាយយើងហើយយើងអាចឈានទៅរកភាពរីកចម្រើនបានច្រើនហើយគាត់គឺជាបិតាខូចដែលល្បីនៅលើពិភពលោកហើយ CEO នៅលើពិភពលោកដែលអានឹងខ្ញុំនិយាយតាមគាត់ទេហើយខ្ញុំក៏ចេះពី CEO ឬក៏ខូចពីមុនមកដែលខ្ញុំបានចូលរៀនជាមួយហ្នឹងក៏គាត់បានបង្រៀនទ្រឹស្ដីហ្នឹងក៏ខ្ញុំបានស្គាល់លោក Marshall Goldsmith ហ្នឹងបាទរហូតមកដល់ឥឡូវទៅហើយខ្ញុំចូលចិត្តអានទ្រឹស្ដីនិងស្ដាប់ទ្រឹស្ដី coach អ្នកនិយាយរួមខ្ញុំចូលចិត្តរៀនហើយអ្នកណាដែលបរៀនទ្រឹស្ដីល្អៗគឺខ្ញុំចូលចិត្តស្ដាប់បាទយើង benchmark វាហើយយើងមើលបន្ថែមយើងរៀនបន្ថែមអញ្ចឹងអ្វីក៏ដោយយើងកុំអំនួតពេកកាលណាយើងអំនួតយើងខ្លាចជាជនរងគ្រោះពាក្យថាជនរងគ្រោះគឺជាមនុស្សដែលពោពេញទៅដោយលេសនឹងការដោះសារអញ្ចឹងបើយើងឈរនៅផ្នែកជនរងគ្រោះយើងនឹងបង្កើតជនរងគ្រោះបន្តទៀតព្រោះនៅពេលដែលយើងជាជនរងគ្រោះយើងទៅបង្វឹកអ្នកផ្សេងទៀតក៏គាត់នឹងខ្លាចជាជនរងគ្រោះដូចគ្នាតែបើយើងជាមនុស្សដែលពោពេញទៅដោយទំនួលខុសត្រូវកាលណាយើងបង្វឹកមនុស្សផ្សេងទៀតយើងនឹងខ្លាចជាមនុស្សពោពេញដោយការទំនួលខុសត្រូវអញ្ចឹងហើយបានគេឲ្យទ្រឹស្ដីមួយថា love what you do កាលណាយើងស្រឡាញ់អ្វីដែលយើងធ្វើកិច្ចការដែលយើងធ្វើដោយទំនួលខុសត្រូវដោយសេចក្តីស្រឡាញ់មិនខ្លាចភាពនឿយហត់ទោះបីកិច្ចការនឹងបែបណាក៏ដោយបាទចឹងសូមឲ្យគិតឡើងវិញថាតើបងប្អូនឈរនៅផ្នែកអំនួតជាជនរងគ្រោះឬក៏ responsibility បាទ person កាលណាយើងមាន responsibility មនុស្សយើងគឺពោពេញទៅដោយ high commitment ហើយ commitment នឹងឯងគឺវាយូរនឹងឆាប់វានឹងបាន result វាអាចល្អខ្លាំងល្អណាស់ហើយនឹងល្អវាអាចមធ្យមក៏ជា result ដែរនិយាយរួមឲ្យតែកើតឡើងក៏វាជាលទ្ធផលរបស់យើងគាត់ថាវាមានមធ្យមបង្គោលល្អណាស់ហើយនឹងអស្ចារ្យបំផុតសូមអរគុណ